សួស្តីបងប្អូនថ្ងៃនេះមកដុតមាន់ប៉ោតម្ដងបងប្អូនឥឡូវយើងកំពុងតែធ្វើមាន់រៀបចំមាន់ឲ្យបានស្អាតសិនប្រឡាក់គ្រឿងប្រឡាក់អីវាហ្នឹងហើយសល់ទឹកវាយើងចាក់ចូលក្នុងហ្នឹងទៅដើម្បីយើងធៀមយកទៅដុតអញ្ចឹងណាបងប្អូននេះមាន់មួយដុតនេះបងប្អូនឥឡូវយើងកំពុងរៀបចំកាត់ធុងកាត់អីរៀបចំកន្លែងដុតអញ្ចឹងណាបងប្អូនចំកាយភ្លើងកាយដីអីបងប្អូននេះយើងកាយដីរួចហើយយើងរៀបចំដាក់មាន់ចូលហើយបងប្អូនឥឡូវយើងកូរវាឥឡូវយើងកូរវាហើយឥឡូវយើងកាយដីកប់គៀនបងប្អូនយើងកាយដីកប់គៀនដើម្បីយើងដាក់ដុតភ្លើងអញ្ចឹងណាបងប្អូនឥឡូវយើងកំពុងកាយដីកប់វានេះបងប្អូនឥឡូវយើងកំពុងតែរៀបចំដាក់អុសជុំវិញដើម្បីយើងដុតវាបានឆេះសពល្អអញ្ចឹងណាឥឡូវយើងកំពុងរៀបចំអុសដុតវាសិនដើម្បីឆេះឥឡូវឆេះបណ្ដាហើយឥឡូវយើងកំពុងដាក់អុសដើម្បីបានសពឲ្យវាឆេះជុំអញ្ចឹងណាគេថាតែហ៊ានតែចេះធ្វើម្ហូបបាននេះបងប្អូនមើលហើយហ៊ានដុតមាន់ឲ្យមើលម្ដងដុតមាន់ប៉ោតតែហ្មងបងប្អូននេះបងប្អូនលើមកឆេះបណ្ដាហើយឆេះវាឆេះដល់កនេះឆេះខ្លាំងទៅប្រហែលតាយើងថាដុតកន្លះម៉ោងចុះបងប្អូនកន្លះម៉ោងចុះឆ្អិនហ្នឹងមាន់ប៉ុណ្ណេះនេះដល់ពេលឆ្អិនហើយបងប្អូននេះដល់យើងចាប់ផ្ដើមកាយនឹងងើកចេញហើយបន្ទាប់ពីយើងដុតប្រហែលជាកន្លះម៉ោងជាងបងប្អូនយើងជុលម៉ោងទេបងប្អូនកន្លះម៉ោងជាងបងប្អូនបន្ទាប់ពីកន្លះម៉ោងជាងឥឡូវចាប់ផ្ដើមអ៊ុតទៅណាបងប្អូនប្រហែលជាឆ្អិនល្អហើយមើលទៅបាទបងប្អូនចាំមើលអស់គ្នាអំបិលខ្លោចមកខ្លោចទេលើកមកនូលមន់ខ្លោចចប់បងប្អូនអើយដុតលើសម៉ោងឥឡូវខ្លោចបាត់ហើយប៉ុន្តែអត់អីវាខ្លោចតែក្រៅបងប្អូនចប់បាត់ហើយបងប្អូនអើយលើសម៉ោងដុតតែកន្លះម៉ោងឥឡូវជ្រុលដល់កន្លះម៉ោងជាងជិត1ម៉ោងឥឡូវមន់ខ្លោចបាត់ហើយតែអត់អីទេខ្លោចតែក្រៅទេយើងអាចហូបបានខ្លោចតែសបកក្រៅទេខាងក្នុងវាអត់អីនេះបងប្អូនអត់អីទេបងប្អូនយើងអាចហូបបានវាគ្រាន់តែខ្លោចក្រៅហើយបងប្អូនអាចហូបបាននេះអូខេហូបបានអរគុណដែលបានទស្សនាវីដេអូ